គ្រាប់តែពេលព្រឹកពេលថ្ងៃញ៉ាំបាយហើយរៀបចំទៅសាលាតែលើពេលព្រឹកក្រោកឡើងនៅផ្ទះធម្មតាអត់មានបានចេញទៅណាសោះហើយបើគីឡូវិញឡើងស្រើតចាប់អត់ឈ្នះទេព្រោះអីទៅនេទៅឃ្លានធ្វើញ៉ាំរហូតបើបានទៅធ្វើការយើងអត់សូវនឹកឃើញញ៉ាំហ្មងទេនេះខ្ញុំធ្វើផ្អែមគ្រាប់គុជពីរាវល្ពៅតឡូងក្រហមតឡូងសបើមានតឡូងស្វាយទៀតក៏កាន់តែល្អបានពណ៌ច្រើនបែកជាពីរមួយផ្នែកធ្វើគ្រាប់គុជចិត្តចំណិតតូចចំណិតធំសម្រាប់ចំហុយយកទៅកិនបើមានឆ្នាំងសឹងរុនតូចចំហុយទាំងអស់តែម្ដងបានដែរមកបាក់ពី3ឆ្នាំងតែខ្ញុំអត់មានត្រូវដាំទឹកស្ងោរមួយចំហៀងចំហុយមួយចំហៀងហើយពេលដែលយើងស្ងាត់ដាក់ជាមួយស្លឹកតើយកាន់តែមានក្លិនឈ្ងុយឆ្ងាញ់ហ្មងដាក់ចំហុយទៅឡងមុនប្រហែលជា20នាទីហើយមកញ៉ាំទឹកដោះគោត្រជាក់មួយកែវសិនទឹកដោះគោស្រស់សុនិចរពណ៌ខៀវនេះសម្បូរកាល់ស្យូមវីតាមីននិងប្រូតេអ៊ីនច្រើនមែនទែនដែលជំនួយដល់ឆ្អឹងយើងឲ្យរឹងមាំការពារជំងឺពុកឆ្អឹងល្អមែនទែនសម្រាប់កុមារហើយនិងមនុស្សចាស់ឬក៏ស្ត្រីមានផ្ទៃពោះនិងទើបសម្រាលកូនហើយពិសេសញ៉ាំហើយផ្ដល់ថាមពលយើងបានភ្លាមបើបានញ៉ាំមួយកែវពេលយប់ជួយឲ្យយើងគេងលក់ស្រួលចំណែកពណ៌កាឈូកវិញមានអត្ថប្រយោជន៍ដូចគ្នានឹងគ្រាន់តែគ្មានជាតិស្ករល្អសម្រាប់បងចង់រក្សារាងរក្សាទម្ងន់សុនិចរជាផលិតផលនាំចូលពីប្រទេសអូស្ត្រាលីសុទ្ធអាចរកទិញបានគ្រប់ទីកន្លែងសមរម្យទឹកមួយឆ្នាំងទៀតពុះល្មមដាក់ស្ងោរមើមតូចសម្រាប់ធ្វើគុជល្ពៅដាក់ស្ងោរក្រោយគេដោយសារឆាប់ឆ្អិនណៃតូចនេះយើងស្ងោរមកល្មមបានហើយបើចូលឆ្អិនពេកទេយើងនៅត្រូវប្រឡាក់ម្សៅហើយស្ងោរម្ដងទៀតទាំងសម្រាប់ធ្វើគុជនិងចំហុយឆ្អិនអស់ហើយទុកឲ្យត្រជាក់ម្ល៉េះសិនយើងមកកិនស្លឹកតើយយកទឹកទុកលម្អផងហើយឲ្យមានក្លិនឈ្ងុយផងយកបែបខាប់ហើយទឹកលឹកតើយបង្កើនរសជាតិផ្អែមយើងឲ្យកាន់តែមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំមើលយើងយកមកធ្វើគុជទុកឲ្យរសោះត្រជាក់ហើយប្រឡាក់ជាមួយម្សៅឆាបរិមាណលៃតាមជាក់ស្ដែងហើយយកទៅស្ងោរកូរបាយទុកឲ្យពុះដល់ឡើងដែរគុជយើងឆ្អិនហើយស្រង់ដាក់ជាមួយទឹកកកបើដាក់ទឹកកកទេជាប់គ្នាធ្លាប់ទៅហូបគុជកញ្ចប់ស្រាប់តែយើងធ្វើខ្លួនឯងនេះដូចគ្នាស្វិតឆ្ងាញ់រសជាតិផ្លែឈើពីខាងក្នុងពាក់កិនម្ដងខ្ញុំបាយពីរសជាតិតឡូងក្រហមនិងត្រាវសរុបចូលគ្នា8ខាំទឹកដោះគោស្រស់120មីលីលីត្រ Carnation 60មីលីលីត្រទឹកដោះគោខាប់300មីលីលីត្រមករសជាតិទៀតតឡូងសហើយនិងល្ពៅបរិមាណគ្រឿងផ្សំដាក់ដូចគ្នាផ្អែមមិនល្មមចូលចិត្តផ្អែមអាចបន្ថែមទឹកដោះគោខាប់ទៀតបានចំបញ្ចប់គេដាក់ទឹកស្លឹកតើយហើយជាការស្រេចមកមុខនេះធ្វើញ៉ាំពេលថ្ងៃមានកម្លាំងព្រឹសហ្មងហើយអ្នកភ្លក់មុនគេគឺម៉ែណៃផ្សេងទៀតសម្រាប់អ្នកចិត្តខាងអត់ចង់ធាត់ម្នាក់ឯងអញ្ចឹងចែកពួកគាត់ធាត់ដែរ